សួស្តីប្រិយមិត្តអ្នកស្ដាប់និងទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ការវិភាគស៊ីជម្រៅរបស់ខ្មែរ News Daily នៅលើមេឃដ៏ធំល្វឹងល្វើយការមានយន្តហោះចម្បាំងដែលមានល្បឿនលឿនដូចផ្លេចបន្ទោនិងមានតម្លៃរាប់រយលានដុល្លារគឺជាក្តីស្រមៃរបស់គ្រប់កងទ័ពអាកាសប៉ុន្តែតើអ្នកដឹងទេថាមានខ្លាខ្យល់មួយប្រភេទដែលមិនត្រឹមតែរហ័សរហួនអាចប្រយុទ្ធបានគ្រប់កាលៈទេសៈហើយអ្វីដែលសំខាន់បំផុតនោះគឺតម្លៃសមរម្យដែលសូម្បីតែប្រទេសដែលមានកញ្ចប់ថវិកាកម្រិតមធ្យមក៏អាចក្លាយជាម្ចាស់វាបានដែរថ្ងៃនេះយើងនឹងមកស្វែងយល់អំពី FTC 2000G Mountain Eagle ឬ N3 ភ្នំនៃប្រទេសចិនដើម្បីយល់ពី FTC 2000G យើងត្រូវក្រឡេកទៅមើលអតីតកាលបន្តិចវាមានឈាមចូលចេញពីត្រកូលគុយជោ JL9 ដែលជាយន្តហោះបង្ហាត់កម្រិតខ្ពស់ប៉ុន្តែសម្រាប់ស៊េរី G អុយនេះវាលើសពីយន្តហោះសម្រាប់រៀនបើកបរទៅទៀតចិនបានយក DNA ដ៏រឹងមាំរបស់ MiG-21 ដែលគ្រប់គ្នាស្គាល់ថាជាយន្តហោះអមតៈមកកែច្នៃនិងបន្ថែមបច្ចេកវិទ្យាជំរាន់ទី4ចូលទៅវាដូចជាការយកឡានបុរាណមកដូរម៉ាស៊ីនទំនើបនិងបំពាក់ប្រព័ន្ធកុំព្យូទ័រចុងក្រោយអញ្ចឹងដែរ FTC 2000G ត្រូវបានរចនាឡើងដោយមានរូបរាងបែប Diverterless Supersonic Inlet ដែលជួយកាត់បន្ថយទម្ងន់និងធ្វើឲ្យការស្រូបខ្យល់ចូលម៉ាស៊ីនកាន់តែមានប្រសិទ្ធភាពល្បឿនវាអាចហោះហើរបានក្នុងល្បឿន 1.2 ម៉ាតពោលគឺលឿនជាងសំឡេងទៅទៀតរយៈកម្ពស់វាអាចហោះឡើងទៅដល់កម្ពស់15គីឡូម៉ែត្រពីផ្ទៃដីភាពបត់បែនដោយសារវាមានស្លាបទម្រង់ត្រីកោណវាអាចធ្វើសម្ពយុទ្ធបានយ៉ាងរហ័សរហួនដែលជាគុណសម្បត្តិដ៏សំខាន់ក្នុងការប្រយុទ្ធលើអាកាស Dogfight កុំមើលស្រាលរូបរាងទូចច្រឡឹងរបស់វាឲ្យសោះ FTC 2000G មានចំណុចភ្ជាប់ក្រករហូតទៅ7កន្លែងវាអាចផ្ទុកអាវុធបានទម្ងន់ 2000 គីឡូក្រាមការប្រយុទ្ធលើអាកាសវាអាចបំពាក់មីស៊ីលរយៈចម្ងាយជិតនិងមធ្យមដូចជា SD-10 ដែលអាចបាញ់កំទេចគោលដៅមុនពេលសត្រូវមើលគ្នាវាទៅទៀតការវាយប្រហារលើដីមិនថាជារ៉ុកែតឬគ្រាប់បែកកម្រិតច្បាស់នោះទេគឺវាអាចលីបានទាំងអស់និយាយឲ្យស្រួលយល់ FTC 2000G គឺជាកាំបិតចិត្តបន្លែផងនិងជាកាំបិតតស៊ូផងពោលគឺធ្វើបានគ្រប់យ៉ាងចំណុចនេះគឺជាចំណុចស្លាប់រស់យន្តហោះ F-35 របស់អាមេរិកអាចមានតម្លៃជិត100លានដុល្លារប៉ុន្តែ FTC 2000G មានតម្លៃប្រហែល8ទៅ10លានដុល្លារប៉ុណ្ណោះសម្រាប់ប្រទេសដែលចង់បានយន្តហោះដែលអាចយាមមេឃផងបង្ក្រាបក្រុមឧត្តមផងនិងប្រើបង្ហាត់អាកាសយានិកផងនេះគឺជាកញ្ចប់ promotion ដែលមិនអាចរំលងបានជាក់ស្ដែងប្រទេសមីយ៉ាន់ម៉ាក៏បានកំងទិញយន្តហោះប្រភេទនេះយកទៅប្រើប្រាស់ក្នុងកងទ័ពអាកាសរបស់ពួកគេបើប្រៀបធៀបជាមួយយន្តហោះ FA-50 របស់កូរ៉េខាងត្បូងFTC 2000G ប្រហែលជាចាញ់ផ្នែកគ្រឿងម៉ាស៊ីនបន្តិចបន្តួចប៉ុន្តែបើនិយាយពីតម្លៃនិងការថែទាំគឺ FTC 2000G ស៊ីដាច់តែម្ដងវាដូចជាយើងជិះម៉ូតូដែលធន់ងាយស្រួលជួសជុលនិងមានគ្រឿងបន្លាស់សម្បូរបើប្រៀបធៀបជាមួយម៉ូតូស៊េរីទំនើបដែលថ្លៃទាំងទិញនិងថ្លៃទាំងដូរប្រេម៉ាស៊ីនអញ្ចឹងដែរជាការសន្និដ្ឋានFTC 2000G មិនមែនជាយន្តហោះដែលខ្លាំងបំផុតក្នុងโลกនោះទេប៉ុន្តែវាជាយន្តហោះដែលស័ក្តិសមបំផុតសម្រាប់សមរភូមិជាក់ស្ដែងនិងសេដ្ឋកិច្ចជាក់ស្ដែងវាបង្ហាញឲ្យឃើញពីភាពវៃឆ្លាតរបស់វិស្វករចិនក្នុងការកែច្នៃបច្ចេកវិទ្យាចាក់ឲ្យទៅជាអាវុធដ៏គ្រោះថ្នាក់ក្នុងសម័យទំនើបតើប្រិយមិត្តយល់យ៉ាងណាដែរអំពី FTC 2000G មួយនេះតើវាពិតជាស័ក្តិសមនឹងរហស្សនាម N3 ភ្នំដែរឬទេកុំភ្លេចបញ្ចេញមតិនៅខាងក្រោមសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្មែរ News Daily សូមចុច Like និង Subscribe ដើម្បីទទួលបានព័ត៌មានយោធាថ្មីៗរៀងរាល់ថ្ងៃសូមជម្រាបលា